Heyday នៅក្នុងហ្គេមគឺធ្លាប់លេងឯងនៅឡើយតែ Heyday ក្នុងជីវិតពិតទេអត់ដឹងថាសកម្មភាពបែបម៉េចអញ្ចឹងដើម្បីចង់ដឹងទៅតែមើលដល់ចប់ចុះអ្នកដែលគាត់លេង Heyday ប្រកាសជាមើលវីដេអូនេះហើយចង់ដឹងថាកន្លែងដែលខ្ញុំទៅហ្នឹងគឺនៅកន្លែងណាមែនអត់មិនភ័យទេបន្តិចទៀតខ្ញុំនឹងប្រាប់ថាកន្លែងដែលខ្ញុំទៅហ្នឹងគឺឈ្មោះអីឯងប៉ុន្តែនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំនៅក្នុងរមណីយដ្ឋានមួយហ្នឹងចំពោះកន្លែងដែលខ្ញុំទៅហ្នឹងគឺគេហៅថា Kid Farm និយាយទៅពេលដែលយើងចូលទៅគឺគេធ្វើបាញ់ថ្នាំស្លាប់មេរោគសិនដើម្បីជៀសវាងការឆ្លងមេរោគទៅដល់សត្វចំពោះសវត្ថតម្លៃចូលគឺម្នាក់$5ប៉ុន្តែពេលយើងចូលទៅដល់ខាងក្នុងគឺយើងអាចប្ដូរជាមួយនឹងភេសជ្ជៈញ៉ាំបានហើយនៅក្នុងហ្នឹងក៏គាត់មានលក់ជាមួយនឹងម្ហូបអាហារសម្រាប់ថ្ងៃត្រង់ដែរហើយបើនិយាយពីកន្លែងសត្វវិញគឺស្អាតមែនតើគាត់រៀបមកគូឡើងតំណងមែនតើហ្មងអ្នកនរគ្នាប៉ុន្តែកន្លែងខ្លះគឺគេឲ្យយើងចូលលេងកន្លែងខ្លះគេឲ្យយើងចូលទេដោយកន្លែងនេះអញ្ចឹងគឺយើងអាចចូលលេងជាមួយតូនសាយដាក់ចំណីវិញញ៉ាំបានអីអញ្ចឹងប៉ុន្តែបើខ្ញុំវិញគឺថាខ្លាចគ្រប់សត្វចាអញ្ចឹងអីគឺថាចូលចេះចូលទេប៉ុន្តែគ្រាន់តែថានៅរៀងឆ្ងាយមែនតើហើយបើសត្វតូចៗនេះវិញខ្ជូតមែនតើមិនមែនតែប៉ុណ្្នឹងសត្វទេណាមាន3 4 5សត្វជាងទៀតប៉ុន្តែខ្ញុំអត់បានថតទេចំពោះភេទជ្ជៈនេះគឺយើងអាចយកមកបដូរបាននឹងឯងអ្នកទាំងអស់គ្នានិយាយទៅយើងអាចបានម្នាក់ចំនួន1មុខនៅខាងក្នុងនោះក៏គាត់មានម៉ាតទូចមួយដែរសម្រាប់យើងអាចញ៉ាំក្រែមញ៉ាំនំអីអញ្ចឹងឯងហើយបើយើងញ៉ាំហើយអញ្ចឹងយើងមកថតជាមួយនឹងប៉ប៉ែមួយអីអញ្ចឹងអូមិនប៉ប៉ែគឺជាជាមនិយាយទៅគឺខ្ញុំក្លាហានបានទៅចូលលេងអ្នកនរគ្នាប៉ុន្តែគឺខ្ញុំអត់ដែលបានថតទេដោយសារតែខ្ញុំខ្លាចអញ្ចឹងឯងគឺថារត់ចេញមកក្រៅវិញហ្មងប៉ុន្តែកន្លែងនេះវិញគឺយើងអាចថតជាមួយបានហ្មងអត់មានលបងមានអីទេអញ្ចឹងទៅគឺថាសัตว์មកឡើងច្រើនហើយអ្នកថតនេះគឺរៀងខ្លាចយ៉ាងម៉េចទេមើលអត់ដឹងខ្លាចណាពេលថតអញ្ចឹងតែបើនៅក្នុងសកម្មភាពខាងក្រៅប៉ិតវិញយើងនិយាយថាខ្លាចដោយសារតែវារត់មកចិត្តយើងអីអញ្ចឹងតែប៉ិតអត់មានធ្វើអីណាខ្ជូលគួរស្រឡាញ់ចាមើលតែប្អូនខ្ញុំអីទៅនិយាយថាតោងខ្ញុំជាប់តែម្ដងអាចែក៏ខ្លាចប្អូនក៏ខ្លាចនិយាយថារត់ជាប់គ្នាហ្មងកន្លែងនេះហើយបើសិនជាយើងដាក់ក្អែមកដូរច្រើនឈុតបន្តិចដឹងតែស្អាតហើយមួយវិញទៀតទៅពេលដែលខ្ញុំទៅថ្ងៃហ្នឹងគឺអាកាសធាតុត្រជាក់មែនតើអត់ដឹងថារងថ្ងៃគឺអាកាសធាតុបែបម៉េចទេប៉ុន្តែភាគច្រើននៅជិតតំបន់ភ្នំនេះទៀតតអញ្ចឹងថ្ងៃដែលខ្ញុំទៅហ្នឹងគឺមិនលប់ស្រួលដើរមែនតើហ្មងហើយឥឡូវនេះថែតែចង់សាកជាមួយនឹងទឹកដោះពពែឃើញគេល្បីត្រែនហ្នឹងមែនតើអញ្ចឹងក៏សាកញ៉ាំជាមួយនឹងទឹកដោះពពែដែរបើនិយាយពីរសជាតិដែលខ្ញុំញ៉ាំហើយហ្នឹងគឺវាឈ្ងុយឈីសអ្នកទាំងអស់គ្នានិយាយទៅគឺដិតរៀងឈ្ងុយជាងទឹកដោះគោអញ្ចឹងទៅបើសិនជាអ្នកដែលគាត់អត់សូវចូលចិត្តខ្ញុំគិតថាញ៉ាំទៅអត់សូវឆ្ងាញ់ទេតែបើអ្នកដែលគាត់ចូលចិត្តប្រភេទដោះគោប្រភេទអីអញ្ចឹងគឺអាចញ៉ាំបានមួយវិញទៀតនៅកន្លែងគាត់ភាគច្រើនគឺសិតតែជារបស់ធម្មជាតិហ្មងអ្នកនរគ្នាដូចដោះគោនេះអញ្ចឹងគុំថាអត់ជឿគឺថាខ្ញុំមកថតជាមួយនឹងសត្វនៅចិត្តគោកន្លែងហ្នឹងព្រោះនៅក្នុងកាត់ស្ថានគាត់គឺមានចំសត្វច្រើនមែនតើបើនិយាយពីតម្លៃដោះគោដែលខ្ញុំចាក់មិញហ្នឹងគឺទំហំទៅឲ្យជាមួយនឹងតម្លៃគឺសមរម្យមែនតើយើងអាចទិញសាក់ញ៉ាំបានតោះអញ្ចឹងចាំការទៀតដល់ថ្ងៃចុងសប្តាហ៍ទៀតអីបើសិនជាអ្នកដែលគាត់ចូលចិត្តសត្វអីអញ្ចឹងសាក់ទៅមើលនៅកន្លែងហ្នឹងមើលហើយនេះគឺជាដំណើរកម្សាន្តហើយដែលនៅក្នុងជីវិតពិតរបស់ខ្ញុំជាទៅគឺថាស្តៀងគ្នាមែនតើមកអ្នកនរគ្នាព្រោះមានសត្វច្រើនមានកន្លែងការតុបតែងមកគាត់គឺ am the best មកហើយបើសិនជាចង់ដឹងកន្លែងថ្មីទៀតកុំភ្លេច follow for more អរគុណអ្នកនរគ្នាជួបគ្នានៅក្រោយបាយបាយ